តែយ៉ាងដឹងណាខ្លះដាក់សារប្រើ shortcut Ctrl C Ctrl V ឬហៅថា copy paste នឹងឯងតោះមកមើលមុខអ្នកបង្កើតមុខងារ shortcut មួយនេះខ្ញុំជឿថាមានមនុស្សជាច្រើនដូចជាសិស្សនិស្សិតនិងអ្នកធ្វើការក្នុង Office ជាដើមតែបានដឹងនិងបានប្រើអំពីមុខងារ shortcut copy និង paste ព្រោះវាមានតួនាទីយ៉ាងសំខាន់ជួយសម្រួលដល់ការងាររបស់ពួកយើងឲ្យកាន់តែងាយស្រួលនិងកាន់តែរហ័សជាងមុនមុខងារមួយនេះមិនបានជួយសម្រួលការងារតែនៅក្នុងប្រទេសរបស់យើងទេគឺវាជួយស្ទើរតែជុំវិញផែនដីតែម្ដងអ្នកដែលត្រូវបានគេស្គាល់ថាជាអ្នកបង្កើតមុខងារ shortcut copy និង paste ដំបូងគេមកអស់មានឈ្មោះថាលោក Rally Tester លោកគឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រមួយរូបកើតនៅក្នុងឆ្នាំ1945នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិកលោក Rally Tester បានចូលរៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រតាំងពីតូចនៅសាកលវិទ្យាល័យ Stanfordបន្ទាប់ពីចំណាយពេលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកក្រោយបញ្ចប់ការសិក្សាលោកក៏បានចាប់ផ្ដើមអាជីពការងាររបស់ខ្លួនដំបូងមកអស់នៅក្នុងតំបន់ Silicon Valley ជាតំបន់មួយនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1960លុះមកដល់ឆ្នាំ1973លោកក៏បានចូលបម្រើការនៅក្នុងស្ថាប័នមួយហើយក៏ជាពេលដែលលោកបានអភិវឌ្ឍមុខងារ shortcut copy និង paste របស់លោកទៅដល់ចំណុចមួយដែលត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់នៅលើ smartphone ក៏ដូចជាដាក់ដំណើរការនៅលើប្រព័ន្ធកុំព្យូទ័រទាំងមូលផងដែរប៉ុន្តែគួរឲ្យសោកស្ដាយកាលពី5ឆ្នាំមុននៅក្នុងអំឡុងឆ្នាំ2020មានព័ត៌មានបរទេសមួយចំនួនបានចុះផ្សាយអំពីលោកថាលោក Rally Tester បានទទួលមរណភាពបាត់ទៅហើយតាំងពីថ្ងៃទី16ខែកុម្ភៈឆ្នាំ2020នៅក្នុងអាយុរបស់គាត់74ឆ្នាំ Flip Follow